ខ្ញុំជឿថាបងប្អូនយើងភាគច្រើនមិនដែលបានសាកធ្វើមាន់ដើមចេកញ៉ាំទេហើយថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើមាន់ដើមចេកជាមួយនឹងទឹកជ្រក់ពិសេសញ៉ាំម្ដងរសជាតិវាគឺថាឆ្ងាញ់មិនចាញ់ទាទេណាហើយជាធម្មតាយើងធ្លាប់តែយកសាច់ទាយកមកធ្វើតែថ្ងៃនេះខ្ញុំយកសាច់មាន់មកធ្វើម្ដងរសជាតិវាឆ្ងាញ់មែនទែនបើហើយបន្តិចទៀតយើងទៅតាមដានទស្សនារីធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយចំណែកសាច់មាន់គឺខ្ញុំយកសាច់មាន់ដែលចាស់មាន់គោកអញ្ចឹងបានយើងរំងាស់ទៅវាឆ្ងាញ់ណាបើសិនបងប្អូនយកមាន់ខ្ចីពេកក៏អត់សូវឆ្ងាញ់ដែរព្រោះថាសម្លនេះគឺត្រូវការរំងាស់ហើយជាបន្តខ្ញុំយកខ្ទឹមសខ្ញុំមានច្រាំហើយយកមករំលីងវាសិនយើងរំលីងវាឲ្យឈ្ងុយសិនណាដល់ពេលឈ្ងុយប៉ុណ្ណឹងហើយខ្ញុំដាក់គ្រឿងដែលខ្ញុំបុកហើយចូលទៅឲ្យខ្ញុំរំលីងវាម្ដងទៀតហើយដូចខ្ញុំប្រាប់ពីដំបូងអញ្ចឹងបងប្អូនប្រហែលជាមិនដែលបានសាកសាច់មាន់ទេបងប្អូនសាកល្បងធ្វើទៅរសជាតិតែឆ្ងាញ់ដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ម្ទេសផ្លោកកិនចូលទៅហើយខ្ញុំឆាម្ដងទៀតឆាវាចូលជាតិនេះសិនមកហើយភ្លើងខ្ញុំដាក់តិចសិនកុំតន់ដាក់ខ្លាំងពេកដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ខ្ទឹមក្រហមចូលទៅហើយខ្ញុំលីងវាម្ដងទៀតហើយខ្ទឹមក្រហមនេះដែរខ្ញុំពុះវាហើយតែឃើញថាវាស្ងួតខ្លាំងពេកខ្ញុំដាក់ខ្ទិះដូងបន្តិចកុំឲ្យវាខ្លោចហើយខ្ញុំលីងវារហូតដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់កាពិចូលទៅជាមួយនឹងខ្ទិះដូងបន្តិចទៀតកុំឲ្យវាខ្លោចបាត់ឆ្នាំងហើយខ្ញុំបំបែកកាពិតែម្ដងហើយដូចខ្ញុំប្រាប់អញ្ចឹងភ្លើងត្រូវដាក់តិចសិនកុំតន់ដាក់ខ្លាំងពេកគឺថាយើងអត់តន់ដាក់ទឹកទេនេះដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់សាច់មាន់ចូលទៅតែម្ដងហើយដូចខ្ញុំប្រាប់អញ្ចឹងសាច់មាន់យើងធ្វើសម្លនេះយើងត្រូវរកសាច់មាន់ណាដែលចាស់ចាស់បានវារសជាតិឆ្ងាញ់ព្រោះថាយើងត្រូវរំងាស់វាអញ្ចឹងហើយខ្ញុំកូរវាសពគ្រឿងមកដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ស្ករត្នោតឬក៏ស្ករផែនហ្នឹងជាមួយនឹងប៊ីចេងហើយនឹងខ្ទិះដូងដើមខ្ញុំដាក់បន្តិចសិនមកខ្ញុំកូរហើយស្ករខ្ញុំដាក់2ផែនណាហើយកូរវាមកកូរវាសពគ្នាសិនខ្ញុំកូររៀងយូរដែរហើយខ្ញុំរំងាស់វាយូរមែនទែនដើម្បីវាផុយដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ទឹកស្អាតចូលទៅហើយខ្ញុំដូរចក្រានហ្នឹងខ្ញុំដាក់ចក្រានខ្ជុំម្ដងគឺថាវាត្រូវការរំងាស់យូរអញ្ចឹងណាហើយខ្ញុំបើកម្របខ្ញុំកូរម្ដងទៀតវាអត់តាន់ផុយទេអញ្ចឹងខ្ញុំដាក់ទឹកម្ដងទៀតដើម្បីរំងាស់វាអត់តតែផុយយើងរំងាស់ឲ្យផុយមិនឆ្ងាញ់ហើយយើងរំងាស់វាតតែឆ្អិនទៅហើយជាបន្តខ្ញុំយកទឹកមកកូនយ៉ាងដែរជាមួយនឹងក្រូចឆ្មាច្បាច់ក្រូចឆ្មាដាក់ចូលក្នុងហ្នឹងហើយដាក់ទាំងសបកវាផងហើយក្រូចឆ្មាដែរខ្ញុំដាក់ដើម្បីកុំឲ្យដើមចេកយើងវាខ្មៅបើមិនជាយើងអត់ដាក់ក្រូចឆ្មាទេពេលយើងហាន់ដើមចេកទៅដើមចេកខ្មៅវាអត់ស្អាតទេហើយខ្ញុំហាន់តែម្ដងមកដើមចេកហើយចំណែកដើមចេកខ្ញុំយកដើមចេកដែលខ្ចីខ្ញុំហើយយកតែឡៃខ្ចីទេមួយដើមខ្ញុំយកតែប៉ុណ្្នឹងទេហើយយើងហាន់វាស្ដើងមកហើយដើមចេកយើងធ្វើអញ្ចឹងគឺវាអត់ខ្មៅទេណាហើយយើងត្រាំវាទុកទៅហើយយើងមកធ្វើទឹកជីលក់ហើយនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើទឹកជីលក់ហើយមុនមកខ្ញុំយកគ្រឿងបុកខ្ញុំមកលីងវាសិនជាមួយនឹងប្រហុកដែលខ្ញុំច្រាំហើយយើងលីងវាមកយើងកូរឲ្យប្រហុកវាបាយសិនមកហើយដាក់ទឹកស្អាតបន្តិចកុំឲ្យវាខ្លោចហើយយើងកូរវាតិចមកទឹកជីលក់វាត្រូវគ្នាមែនទែនជាមួយនឹងសាច់មាន់របស់យើងហើយខ្ញុំដាក់ប៊ីចេងបន្តិចហើយខ្ញុំកូរម្ដងទៀតកូរនឹងយូរដែរវាសពគ្នាហើយខ្ញុំដួសទឹកសម្លហ្នឹង2វែកយើងមកកូរជាមួយនឹងទឹកជីលក់របស់យើងដល់ពេលសពហើយខ្ញុំដាក់ស្ដេចដីលីងហើយខ្ញុំកូរម្ដងទៀតជាមួយនឹងស្ករសហើយខ្ញុំកូរម្ដងទៀតមកខ្ញុំភ្លក់ឲ្យរសជាតិគឺថាឆ្ងាញ់ហើយយើងបិទភ្លើងទៅទុកឲ្យត្រជាក់ឥឡូវទឹកជីលក់វាត្រជាក់ហើយខ្ញុំដួសដាក់ចានហើយខ្ញុំយកម្ទេសស្រស់យកមកហាន់ដាក់សិនណាហើយម្ទេសស្រស់ខ្ញុំដាក់2ពណ៌ដើម្បីវាកាត់ស្អាតអញ្ចឹងណាជាមួយនឹងក្រូចឆ្មាយកបាច់ក្រូចឆ្មាមកផ្លែសិនមក
ហើយខ្ញុំកូរហើយយើងកូរម្ដងទៀតទៅប៉ុណ្្នឹងជាការស្រេចហើយសម្រាប់ទឹកជ្រលក់ងាយមែនទែនហើយបងប្អូនបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង share ម្នាក់មួយផងឥឡូវយើងងាកមកមើលសម្លយើងវិញសម្លយើងឃើញថាវាផុយហើយសាច់ខ្ញុំភ្លក់ឲ្យវាផុយហើយជាចុងក្រោយខ្ញុំដាក់ខ្ទិះដូងដើមចូលទៅហើយខ្ញុំកូរវាម្ដងទៀតមកខ្ញុំរំងាស់ម្ដងទៀតគឺការស្រេចហើយព្រោះថាសាច់វាក៏ផុយរសជាតិក៏ខ្ញុំភ្លក់ឲ្យដែររសជាតិក៏ថាឆ្ងាញ់ខ្ញុំងាស់វាម្ដងទៀតណាឥឡូវមាន់ដើមចេករបស់យើងគឺថាឆ្អិនរួចរាល់ហើយខ្ញុំយកមកផ្ទាប់ជាមួយនឹងបន្លែហើយនឹងទឹកជ្រលក់គឺថាត្រូវគ្នាមែនទែនរសជាតិគឺថាឆ្ងាញ់បាទហើយសម្រាប់វីដេអូនេះក៏មានប៉ុណ្្នឹងទេបាទសូមអរគុណរកតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតចប់បាទសូមអរគុណសូមជម្រាបលាចាំពេកណា